Ok សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាទៅតងជាមួយមេរៀនមួយគឺថា cPanel ចឹងខ្ញុំបញ្យល់អ្នកទាំងអស់គ្នាហើយអ្នកដែលចង់ demo ទៅលើ cPanel គឺអ្នកទាំងអស់គ្នាអាចចូលទៅ link នៅក្នុង description បានអឺសម្រាប់អឺខែក្រោយខ្ញុំមានបើកវគ្គមួយទៅតងជាមួយនឹងវគ្គ FortiGate Administrator វគ្គនេះយើងរៀនចន្លោះ2ខែកន្លះទៅ3ខែគេរៀនសារតិចណាអ្នកដែលចង់រៀនអាចទាក់ទងខ្ញុំបានអូខេសម្រាប់ ស៊ីបណ្ណាខ្ញុំគិតថាគ្នាយើងទាំងអស់ឬក៏សិស្សច្បងឬក៏បងប្អូនខ្លះដែលគាត់កំពុងតែកាន់ដែរអញ្ចឹងឲ្យយល់តកតងជាមួយនឹងតើស៊ីបណ្ណាជាអីស៊ីបណ្ណាបើយើងនិយាយសួរស្រាប់ទៅគឺជា web hosting មួយដែលគេផ្ដល់មកជា account សម្រាប់ឲ្យយើង log in ដើម្បី manage ទៅលើ website ទៅលើ email ហើយផ្សេងអូខេអញ្ចឹងនៅធម្មតា cPanel វាស្រួលជាងគេអញ្ចឹង cPanel អ្នកនរគ្នាចូលទៅឃើញមានកន្លែង email អ្នកនរគ្នាអាចបង្កើត email បង្កើតអីបានអញ្ចឹងនៅក្នុងនេះអ្នកនរគ្នាចុចកន្លែង email មកគឺអ្នកនរគ្នាអាចទៅមើល email account បានហើយរបៀបបង្កើត email ខ្ញុំនឹង demo ឲ្យអានេះបញ្ជាក់ account ហ្នឹងគឺ account demo ទេអ្នកនរគ្នាអាចទៅមើល link test បានណាដែលគេដាក់ឲ្យយើងប្រើប្រាស់បានទេអូខេចឹងកន្លែងបង្កើត email នៅក្នុង cPanel អត់មានអីទេអ្នកនរគ្នាចូលទៅកន្លែង create តែមកឧទាហរណ៍ថានេះគឺជា domain របស់យើងណា domain របស់យើងអញ្ចឹងកន្លែងនេះវាចាប់ domain យើងអូតូម៉ាទិកមកហើយនៅពេលដែលយើង configure mail អីនៅក្នុងឧទាហរណ៍ទៅអ្នកនរគ្នាទៅទិញhosting ឬក៏ host website host email address ហ្នឹងនៅក្នុង Bluehost ឬក៏ក្នុងអីផ្សេងៗឬក៏ក្នុង Namecheap អញ្ចឹងវានឹងផ្ដល់នៅ cPanel ឲ្យអ្នកនរគ្នាអាចទៅប្រើប្រាស់បានដែរអញ្ចឹងឧទាហរណ៍ថាជាធម្មតារបៀបនៅក្នុងការបង្កើត email address នៅក្នុង cPanel គឺអ្នកនរគ្នាដាក់ឈ្មោះទៅឧទាហរណ៍អ្នកកន្លែងខ្លះក៏ប្រើប្រាស់ឈ្មោះអឺជា position កន្លែងខ្លះប្រើប្រាស់ឈ្មោះជាលក្ខណៈបុគ្គលឧទាហរណ៍ខ្ញុំដាក់ខុសចឹងអូខេឈ្មោះខ្ញុំណាតើមក password អ្នកនរគ្នាអាចset password ឲ្យគាត់រៀង strong ឬក៏ generate ក៏បានដែរណា generate មក create អូខេដោយសារនេះវាទៅតងគ្រាន់តែជា account demo ទេជាងគាត់ថានេះវាដែរ unavailable អានេះគឺមានន័យថាយើងគ្រាន់តែ generate វា create មកវាបានដែរអញ្ចឹងយើងបោះ user នេះមកកញ្ចប់ទៅឲ្យគាត់ហើយនឹង password ដែលយើងប្រើឲ្យគាត់អាច log in ទៅលើ cPanel របស់ទៅលើ mail របស់គាត់បានដែរដល់នឹងរបៀបក្នុងការបង្កើត email address នៅក្នុង cPanel អញ្ចឹង cPanel store អីខ្លះស៊ីសងលើយើងទេcPanel វា store នៅ email address store នៅ website អញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុងចុច cPanel អ្នកនរគ្នាចង់ទៅមើលទៅលើ file upload តើគេ upload file website ឬ file system របស់អ្នកនរគ្នាទុកនៅណាអ្នកនរគ្នាអាចចូលទៅក្នុងអានេះកន្លែងនេះគឺទៅតងជាមួយ email ណា email គឺនៅកន្លែងនេះជាង scroll មកក្រោមវានៅក្នុងនេះវាមានពាក្យថា file manager អ្នកនរគ្នាចូលទៅក្នុង file manager អូខេជាងកន្លែងនេះគឺជាកន្លែងដែលគេត្រូវ store នៅ file website file អីផ្សេងៗណាជាងឧទាហរណ៍ថាយើងអាច create ឬក៏យើង create new folder អីផ្សេងៗណាដាក់ឈ្មោះ folder ហើយយើង upload website យើងចូលទៅឬក៏យើងថាយើងអត់ចេះ website ទេអ្នកនរគ្នាអាចក្រុមហ៊ុន website ក្រុមហ៊ុនដែលគេ build website គេនឹង store upload ចូលហើយគេយើងអាចមក check website file របស់យើងអាច backup អីទុកក្នុងនឹងបានណាអញ្ចឹង backup អ្នកនរគ្នាអាចចូលទៅ download អីបានដែរ upload upload ហើយនៅក្នុងទាំងអស់ទេទៅទៅមួយនឹង file website គឺនៅក្នុង file manager អូខេហើយកន្លែងនេះមាន backup អូខេអ្នកនរគ្នាអាចចូលទៅក្នុង backup download full backup account អូខេជាង backup ចោលចង់ backup ប៉ុន្តែវាធំនេះចឹងខ្ញុំ scroll មកខាងក្រោមខ្ញុំអានេះទៅតង email ទៅតងជាមួយនឹង file manager ហើយ database អ្នកនរគ្នាអាចចូលទៅមើល database របស់យើងបើសិនជាករណីអ្នកនរគ្នា website អ្នកនរគ្នាប្រើប្រាស់ជាលក្ខណៈ PHP ប្រើប្រាស់ MySQL គឺវានៅក្នុងនេះចុច PHP admin អូខេដោយសារនេះវាទាក់ទងជាមួយនឹង access អញ្ចឹងទាក់ទង database គឺនៅក្នុងនេះទេអ្នកនរគ្នាអាចមកមើលក្នុងបានណាWordPress WordPress management security អីផ្សេងៗគឺនៅក្នុងហ្នឹង cron tab បច្ចេណាអូខេទាក់ទងនឹង user manager វាអត់ឲ្យទេអាហ្នឹងគឺជា account មួយដែលសម្រាប់ឲ្យយើង demo ទេណាចាអានេះគឺ cPanel វា store នៅ email store នៅ file manager store នៅ database អីផ្សេងៗអ្នកនរអាចចូលទៅ explore វាបន្ថែមទៅហើយអ្នកដែលមាន cPanel ជាក់ស្ដែងអាចចូលទៅមើលបានណា
កុំថាយើងនេះអានេះក៏ link នេះខ្ញុំទទួលបានពីអ៊ីនធឺណិតដែរខ្ញុំ demo អ្នកនរគ្នាមើលដែរអរគុណ